អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថាអដកគឺជាក្តីសង្ឃឹមថ្មីរបស់បងប្អូនប្រជាពលរដ្ឋយើងមានវិវាទមានបញ្ហាគឺមានអដករាសាតក្រមការគ្រប់គ្រងសម្ដេចធិបតីជាសង្ឃឹមដងស្រ័យវិងវៀនជូនជនប្រុងស្រីក្រៅប្រព័ន្ធតុលាការចូលរួមដោះស្រាយប្រជាចិត្តឆ្ងាយទូទាំងរដ្ឋថាមិនឲ្យរាំងស្ទះសំរួតសាំងផ្សាបំរាសេវាឆាប់រហ័សជួយពលរដ្ឋដំឡាភាពមិនយកប្រាក់តាមគោលនយោបាយឈ្នះឈ្នះធ្ងន់នឹងថ្មកាត់ក្រក៏ព្រោះតែក្តីកុំប្តឹងផ្ដាល់អីត្រូវរកអ្នកជួយផ្សះផ្សាអដក៏គ្រប់ត្រដោះស្រាយភៀងគីទាំងឡាយស្រស់ស្រួលគ្រប់គ្នាជួយមិនលំអៀងជួយគាំពីសុខក្តុមរមនាដល់សង្គមបង្ខិតសេវាឲ្យនៅកាន់តែគៀងប្រជាពលរដ្ឋគ្រប់ប្រាណមិនកាត់ក្តីឈ្នះចាញ់ឡើយណាធានាការពីអាចទុកចិត្តបាននយោបាយឈ្នះឈ្នះគឺជាមូលដ្ឋានប្រជាសង្សានគ្មានវិង្វេតគ្រប់ភាងគីមិនបងខិតមិនបងខំទទួលយកដោយស្មើភាពចាក់ខុងវិស័យអដកកាត់បន្ថយរឿងក្តីនៅតុលាការកុំឲ្យកងស្ទាំងខាតពេលវេលារឿងក្តីនេះឲ្យឆាប់រហ័សរួមចំណែកលើកម្ពុជាប្រព័ន្ធយុត្តិធម៌កម្ពុជាមានសន្តិភាព